ព្រះយេស៊ូវនិងសិស្សរបស់លោកកំពុងធ្វើដំណើរឆ្លងកាត់នៅលើមហាសមុទ្រធំល្វឹងល្វើយតាមរយៈទូកទូចមួយដើម្បីទៅកាន់ត្រីមើលខាងទៀតថ្ងៃនេះអាកាសធាតុស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាមែនហើយលោកគ្រូស្អាតណាស់យើងត្រូវតែខិតខំធ្វើការមែនហើយថ្ងៃនេះយើងសង្ឃឹមបានថាត្រីច្រើនមែនហើយនៅពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចព្រះយេស៊ូវមានអារម្មណ៍ហត់នឿយហើយក៏សម្រេចចិត្តសម្រាកបន្តិចនៅពេលយប់ងងឹតស្រាប់តែមេឃចាប់ផ្ដើមមានព្យុះចោលបោកយ៉ាងខ្លាំងហើយរលកធំក៏ចាប់ផ្ដើមបោកទូកព្យុះមកហើយខ្យល់បាក់ខ្លាំងណាស់លោកគ្រូសូមជួយពួកយើងផងលោកគ្រូពូញើភ័យណាស់លោកគ្រូភ្ញាក់ឡើងហេតុអ្វីបានជាអ្នកខ្លាចខ្លាំងម្ល៉េះយើងជិតលិចទូកហើយព្រះអង្គម្ចាស់ឯងសូមឲ្យរលកនិងខ្យល់ស្ងប់ស្ងាត់ផងចុះស្ងប់ស្ងាត់ហើយអាមែនយើងធ្វើវាបានអរគុណព្រះជាម្ចាស់ថ្ងៃនេះយើងរកត្រីបានច្រើនណាស់បងប្អូនអាមែនអរគុណព្រះជាម្ចាស់បងប្អូនទាំងអស់គ្នាមកតាមខ្ញុំមកអ្នកនឹងឃើញយើងបន្តដំណើរទៅមុខទៀតព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន